បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះដែរខ្ញុំចង់ចែកម្លែកតិចតួចទាក់ទងនឹងក្រមសីលធម៌របស់មនុស្សក្នុងការរស់នៅលក្ខណៈជាគ្រួសារក៏ដូចជាក្នុងសង្គមឬក្នុងភូមិមួយចុះយើងអាចនិយាយចឹងណាឬក៏សង្គមជាទូទៅចាស់បុរាណពីដើមគាត់តែងតែអប់រំពមៀនបង្រៀនប្រដៅកូនក៏ដូចជាចៅតាំងពីក្មេងមិនមែនចាំបាច់ទៅសាលាទេដោយឡែកខ្ញុំចាំឪពុកខ្ញុំក៏ដូចជាកុងខ្ញុំជាដូនខ្ញុំដែលគាត់បានចែកឋានទៅកុងខ្ញុំក៏គាត់បានចែកឋានទៅដែរកាលពីតូចគាត់តែងតែបដៅពួកខ្ញុំជាពិសេសបងប្រុសខ្ញុំនិងខ្ញុំហ្នឹងក្រៅពីមកពីសាលាគាត់តែងតែបង្រៀនខ្ញុំនៅផ្ទះហើយពីរនាក់បងប្អូនប្រុសណាហើយចាស់ពីដើមបង្រៀនកូនមិនដែល slow ទេមានបដៅមួយប្រពន្ធធ្នាប់ដៃអញ្ចឹងអឺទុកវាយហើយបាទវាយមិនឲ្យស្លាប់ទេគ្រាន់តែវាយឲ្យយើងនឹងប្រឹងប្រែងរៀនសូត្រមិនតែក្មេងឥឡូវវាយមិនបានទេតែវាយរត់ចោលផ្ទះហើយឪពុកខ្ញុំក៏ដោយកុងខ្ញុំក៏ដោយគាត់តែងតែបដៅតាក់ទងនឹងក្រមសីលធម៌ហើយតាក់ទងនឹងនារីក៏ដូចតែគ្នាដែរពីដើមឡើយចាស់បដៅកូនស្រីមិនអោយដើរលេងផ្ទះអ្នកដទៃមិនអោយសើចឮឆ្លងពីផ្ទះមួយទៅផ្ទះមួយគឺគាត់បដៅខ្លាំងណាស់ដោយសារអីស្ត្រីយើងគឺត្រូវប្រកាន់តែខ្ជាប់នៅបញ្ញបិទកល្យាណីដែលស្ត្រីគ្រប់រូបអឺត្រូវតែប្រកាន់ណាបាទអឺដូចជាការសើចការនិយាយបើការចេះកិច្ចការផ្ទះចង្ក្រានជើងក្បាលហ្នឹងគឺកូនស្រីត្រូវតែចេះហើយត្រូវតែមានហើយការរៀបចំទុកដាក់ផ្ទះបាទការរៀបចំខ្លួនអីចឹងណាបាទមូលហេតុអីបានជាចាស់ពីដើមមិនអោយកូនស្រីសើចឮបាទនិយាយតិចសើចលឿនណាវាបង្ហាញអំពីអត្តចរិតមួយថាស្ត្រីខាតលក្ខមនុស្សកាលណានិយាយសើចមិនបានអឺគិតអំពីក្រមសីលធម៌ហ្នឹងគេហៅថាស្ត្រីខាតលក្ខបាទហើយហេតុអីបានគាត់ហាមមិនឲ្យកូនដើរលេងផ្ទះអ្នកដទៃជាទូទៅនារីឬក៏ស្រីស្មាទោសកាលណាគាត់ជុំគ្នាណាអត់មានអីច្រើនពីនិយាយដើមអ្នកដទៃទេបើមិននិយាយរឿងគ្រួសារខ្លួនឯងប្តីខ្លួនឯងកូនខ្លួនឯងក៏និយាយរឿងអ្នកចិត្តខាងក្នុងភូមិហ្នឹងបាទនិយាយអ្នកដទៃអត់ដែលនិយាយរឿងល្អទេរឿងស្អីជុំគ្នាមិនដែលនិយាយថាអូយើងអឺធ្វើអញ្ចេះធ្វើអញ្ចោះអូយើងគួរតែនាំគ្នាធ្វើកិច្ចការនេះកិច្ចការនោះដើម្បីក្មេងឬក៏សង្គមនោះជុំគ្នាគឺនិយាយដើមអ្នកដទៃតែម្ដងអញ្ចឹងហើយបានគាត់បដៅកូនស្រីមិនឲ្យដើរលេងផ្ទះអ្នកដទៃទេបើតនេខ្លាំងនៅផ្ទះរៀបចំចង្ក្រានជើងក្បាលបាទធ្វើនេះធ្វើនោះទុកដាក់ឬក៏អឺបាទបើចាស់ពីដើមដាំដំណាំអីចឹងទៅណាបាទជីកដីជីកអីកោះកាយអីចឹងទៅបាទអឺបាទហ្នឹងគឺការព្រានបដៅរបស់ចាស់ពីដើមมันខុសទេបើយើងនិយាយទៅបើយើងគិតមើលទៅអត់ខុសទេហើយរឿងមួយទៀតពីក្រមសីលធម៌របស់ក្មេងៗចាស់ពីដើមគាត់បរៀនតាំងពីក្មេងដូចជាតាខ្ញុំកូនខ្ញុំគាត់បរៀនខ្ញុំតាំងពីក្មេងខ្ញុំចាំកាលខ្ញុំនៅក្មេងអឺចាស់យើងពីដើមមិនមែនដូចសម័យឥឡូវទេមកភូមិអញ្ចឹងគាត់មិនមែនស្គាល់តែក្នុងមួយភូមិហ្នឹងទេសឹងថាមកឃុំមកស្រុកហ្នឹងគាត់ស្គាល់ទាំងអស់គ្នាដោយសារអីគាត់មានភាពរួសរាយរាក់ទាក់ក៏រាប់អានគ្នាអញ្ចឹងពីដើមទុំចាស់ទម្លាប់មួយសូម្បីតែខ្ញុំអត់ចេះឆ្លើយទេទៅការសួររបស់ចាស់នៅពេលដែលយើងគាត់សួរណាខ្ញុំចាំរឿងមួយនៅពេលដែលខ្ញុំដើរនៅក្នុងភូមិហ្នឹងជាមួយកូនខ្ញុំធម្មតាពេលដែលគាត់ទៅព្រៃខ្ទង់សម័យ8ជាងហ្នឹងខ្ញុំអាយុខ្ទង់6 7ឆ្នាំហ្នឹងនៅក្នុង8ជាងហ្នឹងខ្ញុំអឺកូនខ្ញុំអាសាយកខ្ញុំទៅព្រៃនៅព្រៃម្ដុំគេហៅថាស្រុកប្រាសាទសម្បូរខេត្តកំពង់ធំហ្នឹងព្រៃហ្នឹងស្ដុកជំនាន់មិនទាន់បោះឆ្នោតឆ្នាំ90ជាងហ្នឹងគឺព្រៃស្រុកខ្មែរស្ដុកខ្លាំងរហូតដល់ព្រៃឡង់ព្រៃអីហ្នឹងសឹងតែដើរកាត់ព្រៃមិនរួចតើមានកំបិតនៅក្នុងដៃដើរល្មមគឺបលាស័យព្រៃវល្លិចាក់ច្រោះណាអញ្ចឹងធម្មតាអ្នកភូមិគាត់រស់រាយរាក់ទាក់គ្នាណាឲ្យតែឃើញគ្នាអញ្ចឹងហៅគ្នាស្គាល់គ្នាហៅហូបបាយហូបនេះហូបនោះសួរតនេះតនោះអញ្ចឹងណាថ្ងៃមួយខ្ញុំទៅជាមួយកុងខ្ញុំអញ្ចឹងចាស់ក្នុងភូមិគាត់ហៅថាអាទូចមកញ៉ាំបាយជាមួយអ៊ំខ្ញុំអត់ចេះឆ្លើយទេខ្ញុំឆ្លើយថាអត់ញ៉ាំទេខ្ញុំឆ្លើយតែប៉ុណ្្នឹងកុងខ្ញុំគាត់ក៏បរៀនភ្លាមថាចៅឯងនៅពេលលើកក្រោយណានៅពេលដែលចាស់ទុំឬក៏អ្នកណាក៏ដោយហៅចៅហូបបាយចៅត្រូវឆ្លើយយ៉ាងនេះ
បានអ៊ំឬក៏បានកុងឬក៏បានពូមីងអញ្ជើញភាសាចុះខ្ញុំហូបរួចហើយឬក៏អញ្ចឹងណាឬក៏អញ្ជើញភាសាចុះបាទមិនមែនថាអត់ទេដោយសារខ្ញុំអត់ចេះឆ្លើយអញ្ចឹងមានន័យថាចង់បង្ហាញថាគាត់ព្រានបដៅគាត់បង្រៀនពីក្រមសីលធម៌សម្បីតែការឆ្លើយតបចំពោះសំណួរឬក៏ការសួររបស់នរណាម្នាក់មកលើយើងបាទនេះគឺបង្ហាញអំពីក្រមសីលធម៌របស់មនុស្សបាទអញ្ចឹងមនុស្សយើងមិនមែនចាំបាច់ទៅសាលាទេសាលាគឺបង្រៀនពីយើងនៅជំនាញនៅមេរៀនផ្សេងទៀតនៅក្នុងសង្គមពីក្រមសីលធម៌បើក្រមសីលធម៌មិនប្រកាសថាទៅរៀននៅសាលាហ្នឹងមនុស្សអាចមានក្រមសីលធម៌ល្អទេអញ្ចឹងក្រមសីលធម៌ដែលល្អបំផុតគឺវាកើតចេញពីសមាជិកគ្រួសារនៃការបរៀនហ្នឹងមិនមែនយើងឃើញកូនយើងខុសធ្វើខុសយើងសង្ងំស្ងៀមហើយយើងអត់ណែនាំគាត់ថាហេកូនធ្វើរឿងហ្នឹងខុសហើយថ្ងៃក្រោយកុំធ្វើអញ្ចឹងណាយើងអត់មាត់ហើយយើងកាន់ជើងគាត់ទៀតហើយអឺយើងធ្វើបែបហ្នឹងដូចជំរុញឲ្យកូនយើងធ្វើរឿងមិនល្អនឹងទៅមើលមិនល្អហើយយើងបណ្ដោះមនុស្សនៅក្នុងសង្គមឲ្យខ្លាចជាក្មេងមិនល្អធ្វើឲ្យសង្គមនឹងខ្លាចជាធ្វើឲ្យក្មេងនឹងខ្លាចជាពលរដ្ឋមិនល្អនៅក្នុងសង្គមអញ្ចឹងបើយើងគិតគូរដល់សង្គមយើងចង់ជួយសង្គមយើងមិនបាច់ខ្វល់អីច្រើនទេយើងបដៅអប់រំតកូនយើងឲ្យបានល្អសមាជិកក្នុងក្រុមគ្រួសារយើងបានល្អហើយយើងធ្វើខ្លួនយើងឲ្យខ្លាចទៅជាពលរដ្ឋល្អទៅគឺយើងជួយសង្គមមួយផ្នែកធំហើយបាទមនុស្សម្នាក់មិនបាច់ចាំនិយាយថាយើងទៅជួយសង្គមយើងជួយប្រទេសមួយចាំបាច់ទៅយើងទៅធ្វើការងារធំដុំឬក៏ការងារអីចម្លែកយើងធ្វើខ្លួនយើងឲ្យខ្លាចតែជាពលរដ្ឋល្អមិនបំផ្លាញសង្គមមិនបំផ្លាញខ្លួនឯងនឹងវាគ្រប់គ្រាន់ទៅហើយអញ្ចឹងណាហ្នឹងហើយកុំឲ្យតែនិយាយតែដើមអ្នកដតីអាក្រក់ពីអ្នកនេះអ្នកនោះទៅអាហ្នឹងវាល្អសម្រាប់យើងសម្រាប់សង្គមហើយបាទអញ្ចឹងខ្ញុំមានរឿងតិចតួចប៉ុណ្ណឹងហើយអរគុណច្រើនសម្រាប់ការចូលរួមស្ដាប់បាទអរគុណជម្រាបលាបាទ